ជំរាបសួរកូនថ្នាក់ទី9បាទលោកគ្រូមានលំហាត់ខ្លះៗមកបកស្រាយនៅក្នុងមេរៀនទី1ចំនួនអក្សរនិទានត្រង់សម្រួលបន្សំយើងបញ្ចេញមួយចំនួន2ឬការ៉េនេះលក្ខណៈជាកន្សោបពេជ្រគណិតអញ្ចឹងលំហាត់នេះគឺយើងត្រូវចេះពីរូបមន្តណារូបមន្តទី1បាទរូបមន្តទី1គឺ a ការ៉េបូក 2ab បូក b ការ៉េអញ្ចឹងយើងស្មើនឹង a បូក b លើកជាការ៉េបាទរូបមន្តទី2គឺa ការ៉េដក 2ab បូក b ការ៉េត្រង់ចំណុចនេះកូនត្រូវចេះរូបមន្តឲ្យប្រកបណាទើបអាចដោះស្រាយបញ្ហាបានបាទដោះស្រាយលំហាត់បានអញ្ចឹងសម្រាប់លំហាត់ទី5លំហាត់ទី5បាទលំហាត់ទី5គឺរឹសការ៉េនៃ b ការ៉េបូក 2b បូក1បាទអញ្ចឹងយើងត្រូវសរសេរវាឲ្យបានការ៉េទ្វេធាបាទដូចរូបមន្តទី1បាទអញ្ចឹងរូបមន្តទី1នេះគឺបើសិនជាយើងពិបាកនឹងសរសេរគឺយើងសរសេរវងកញ្ចក់មុនចេះមកបើដាក់វងកញ្ចក់ការ៉េបូក2ដងវងកញ្ចក់2ហ្នឹង2រូបមន្តណាបាទអញ្ចឹងបាទអញ្ចឹងយើងបានតម្រង់បែបហ្នឹងហើយយើងរកតួ a បាទរកតួ a អញ្ចឹងតួ a វាស្មើ b បន្ទាប់មកយើង copy ឲ្យយើងរកនៅខាងក្រោយសិនណាតួចុងគេគឺ1ណា1ការ៉េស្មើ1បន្ទាប់មកយើង copy 1មកដាក់ក្នុងកដាលហ្នឹងមកតួ 2b មកដាក់មកអញ្ចឹងបើយើងគុណ2គុណនឹង b គុណនឹង1វាស្មើ 2b វិញអញ្ចឹងន័យថាវាយើងវាផ្ទៀងផ្ទាត់បាទតោះមកយើងលើកជាការ៉េមកបាទលើកជាការ៉េបាទហើយយើងបញ្ចេញធម្មតាបាទជិះពេលយើងបញ្ចេញយើងត្រូវដាក់តម្លៃលិខិតបាទ b បូក1បាទនេះសម្រាប់លំហាត់ទី5អញ្ចឹងសម្រាប់លំហាត់ទី9អញ្ចឹងលំហាត់ទី6ទី7ទី8ខុសអក្សរ1ទី8 y ការ៉េបូក6ទៅដាក់ y វិញណាបូក9អញ្ចឹងធ្វើដូចគ្នាបាទអញ្ចឹងលំហាត់ទី9គឺបាទនេះរៀងច្រើនបាទរៀងច្រើន16 b ការ៉េដកបូក24 b បូក9បាទអញ្ចឹងយើងស្មើយើងដាក់វងកញ្ចក់មកបាទយើងដាក់វងកញ្ចក់ការ៉េបូក2ដងវងកញ្ចក់បូកវងកញ្ចក់ការ៉េបាទ16យើងបើយើងសរសេរការ៉េគឺបាន4ណាបាន4ការ៉េហើយ b ការ៉េគឺ b នឹងឯងខាងក្រោយគឺ3 9ហ្នឹងស្មើ3ការ៉េបាទបន្ទាប់មកគឺយើងគ្រាន់តែ copy តួ a តួ b ដាក់មកកណ្ដាលមក 4b ហើយនេះ3 copy 3ដាក់មកបើយើងគុណ2គុណនឹង 4b គុណ3វាស្មើ 24b វិញបាទមានន័យថាវាត្រឹមត្រូវបន្ទាប់មកយើងលើកវាជាការ៉េមកបាទអញ្ចឹង 4b បូក3លើកជាការ៉េអញ្ចឹងយើងស្មើតម្លៃលិខិត 4b បូក3បាទអញ្ចឹងសម្រាប់លំហាត់លេខ10 11 12ហ្នឹងគឺធ្វើដូចគ្នាបាទអញ្ចឹងបើសិនជាតួកដាលយើងបូកចូលរូបមន្តទី1បើតួកដាលយើងដកចូលរូបមន្តទី2បាទអញ្ចឹងការសរសេរគឺសរសេរដូចគ្នាបាទសូមអរគុណ